សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនៅអារម្មណ៍អ្នកទាំងអស់គ្នាមកមើលនៅសួនបន្លែនៅក្នុងចការសេរីនៅហងចាក់ដែលប្តីខ្ញុំដាំមួយខ្ញុំហើយមានបន្លែច្រើនណាស់នៅក្នុងហ្នឹងមានខ្ទឹមមានស្ទ្រូប៊េរីទៀតហើយមិញមានអាជីស្អីគេក្នុងគេហៅស្អីគេទេអាជីស្ងោរអញ្ចឹងលពៅក៏មានខ្ទឹមមើមក៏មានម្លងបារាំងនិយាយទៅច្រើនមុខឲ្យ10មុខនេះម្ទេសគេតែអត់ហិលទេតែធំមកហើយមានពោតបារាំងមានស្ពៃជើងទាស្ពៃតឿតែខ្ញុំថតវល់វិញហ្នឹងហើយនេះជីមញ៉ាក្លិនវិញឈ្ងុយហ្មងមានតែសក់ផ្អតែសក់លឿងដាំងាប់បាត់នេះក្តាប់ឃើញក្តាប់ច្រើនតែខ្ញុំពេកអត់ឃើញហើយមានពេញប៉ោះមានពណ៌លឿងមានប៉ោះធំមានទូចនិយាយទៅដាំច្រើនមុខតែតែមិនតិចទេនេះចេញផ្លែនេះពេញប៉ោះដើមពេញប៉ោះធំដើរវែកមើលព្រោះខានទៅនឹងមួយអាទិត្យទេហើយមើលថ្ងៃរះឡើងចាំងដែលខ្ញុំឈូឆាយធ្វើជើងអាឡឹកដីមិនតិចទេតែដាំឡើងនឹងប្រហែលមុខដីចការសេរីហងចាក់នេះបេះបានកាត់ស្ពៃតឿបានមកច្រែងហើយយកទុកឆាទៅបេះឃើញម្ទេសផ្លែហែងធំបេះម្ទេសទៀតយកមកទុកញ៉ាំម្ទេសនឹងឆ្ងាញ់អត់ហិលទេយើងយកមកជ្រលក់ជាមួយទឹកជ្រលក់ខំនឹងដឹងហៅអីទេហើយយើងដាំខ្លួនឯងចេះរសជាតិវាផ្អែមឆ្ងាញ់ហើយស្រួយអត់មានដាក់ថ្នាំអីទេយើងដាក់តែជីអាចសัตว์ហើយផ្លែឡើងល្អហើយសាឡាត់វិញខាន់បេះតែមួយអាទិត្យគុំប៉ុណ្ណាណៃហើយអ្នកទាំងអស់គ្នាមើលនៅតាមលបងហងចាក់ខ្ញុំទេសភាពស្រស់ស្អាតណាសក្ការកឡាបខ្ញុំបេះរហូតហើយនេះកូនស្ពៃតឿប្រុសតទៀតហើយនៅនឹងដំណាំច្រើនមកហើយសាឡាត់វិញច្រើនហើយពងបេះមើលទៅអត់តំណងសោះមើលក៏គេដឹងដែរមានកសកម្មនេះចេះបេះសាឡាត់ចេះបេះទៅសាឡាត់ហ្នឹងស្រួយឆ្ងាញ់ណាហើយឲ្យបងបេះតែពួកគាត់ដាំដែរអញ្ចឹងពួកគាត់អត់បេះទេហើយឡើងច្រើនពេលមកអារម្មណ៍ស្រស់ស្រាយហ្មងពួកបានមកបេះបន្លែដាំខ្លួនឯងណា